ចំណុច5ដែលខ្ញុំនឹកជាងគេដូរពី S25 Ultra មកប្រើ iPhone 17 Pro Max ហើយនឹងចំណុច5ដែលខ្ញុំទទួលបានដូរពី S25 Ultra មក17 Pro Max ដូចគ្នាភាពមួយនិយាយរឿងចំណុចដែលខ្ញុំនឹកមុនចំណុចទី1គឺ S Pen អត់ទេនិយាយលេងឯណោះនេះអត់ដែរប្រើអូខេចុះចំណុចទី1គឺពាក់ព័ន្ធជាមួយនឹង Good Lock Good Lock គឺជាកម្មវិធីមួយនៅក្នុង Galaxy Store ហើយក្នុង Good Lock ក៏មានកម្មវិធីតូចៗផ្សេងៗទៀតដែរអញ្ចឹង Good Lock ហ្នឹងគឺជាកម្មវិធីមួយដែលអ្នកនរគ្នាអាចកែច្នៃទូរស័ព្ទរបស់អ្នកនរគ្នាអាចក្លាយជាទូរស័ព្ទរបស់អ្នកនរគ្នាមានតែមួយកុំឲ្យដូចគេមានតាំងពីការកែច្នៃ wallpaper មានតាំងពីការកែច្នៃhome screen របស់អ្នកនរគ្នាមានតែការកែច្នៃ lock screen របស់អ្នកនរគ្នាយទៅអ្នកនរគ្នាចង់ឲ្យទូរស័ព្ទអ្នកនរគ្នានឹងចេញមិនក៏បានដែរទាញប្រឆិតក៏បានទាញប្រឆោក៏បានទាញប្តីក៏បានចង់ដាក់app មួយធំពេញមួយអេក្រង់ហ្នឹងក៏បានយទៅអ្នកនរចង់ធ្វើមិនក៏បានដែរហើយអ្នកនរគ្នាអូសពី cam ទូរស័ព្ទអ្នកនរគ្នាមកuniversal back button ហ្នឹងខ្ញុំប្រាប់អ្នកនរគ្នាកាលពីវីដេអូមុនហ្នឹងនៅក្នុង Samsung អ្នកនរគ្នាអូសម្ដងមកវា universal back button អ្នកនរគ្នាអាចកំណត់ឲ្យអូម្ដងឲ្យចុចឲ្យជាប់ចូលទៅ chat GPT ហ្មងក៏បានដែរអូសចុះក្រោមចេះ screenshot អូសចុះក្រោមចេះថយសលេងអូសឡើងលើបឡើងសលេងទី2គឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធប្រតិបត្តិការខ្ញុំប្រើគឺនៅ One UI 8ឯងប៉ុន្តែប្រព័ន្ធប្រតិបត្តិការរបស់ Samsung គឺលឿនមែនតើគឺអាចនិយាយបានថារលូនមើលមកត្រជាក់ភ្នែកហ្មងទី3គឺពាក់ព័ន្ធជាមួយនឹង split screen right គឺបានន័យថាយើងអាចប្រើប្រាស់កម្មវិធី2នៅក្នុងពេលតែមួយអញ្ចឹងឧទាហរណ៍អ្នកនរគ្នាកំពុងតែឆ្លើយតបសារទៅសង្សាររបស់អ្នកទាំងអស់គ្នាទី1អ្នកនរគ្នាអាចដាក់ក្នុង Messenger អូសMessenger ដាក់ឡើងលើទៅហើយ Telegram ដាក់នៅខាងក្រោមទៅអញ្ចឹងអាចថា reply បានតាណាគ្នាហ្មងអញ្ចឹងគឺអ្នកទាំងអស់គ្នាបាត់ភ័យថាសង្សារអ្នកទាំងអស់គ្នាមួយណាខឹងទេហើយចំពោះ Samsung គឺគេមាន 90/10 គឺបានន័យថាអ្នកទាំងអស់គ្នាអាចប្រើកម្មវិធីមួយ 90% នៃអេក្រង់ហើយកម្មវិធីមួយទៀតដល់ 10% ចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង dual app នៅក្នុង iPhone គឺអត់មាន dual app ទេ dual app ហ្នឹងគឺបានន័យថាយើង clone app ឧទាហរណ៍ Instagram គឺយើងអាចបង្កើតកម្មវិធីមួយទៀតឈ្មោះថា Instagram ហ្នឹងតែម្ដងអញ្ចឹងគឺបានន័យថាអ្នកទាំងអស់គ្នាអាចប្រើប្រាស់ Instagram កម្មវិធី Instagram 2ក្នុងទូរស័ព្ទរបស់អ្នកទាំងអស់គ្នាតែម្ដងអានេះសំខាន់ដូចគ្នាឧទាហរណ៍បើសិនអ្នកនរគ្នាត្រូវការ Telegram អ្នកនរគ្នាមាន Telegram ច្រើន account ព្រោះក្នុងកម្មវិធី Telegram មួយអាចដាក់បានតែ4 account ទេនៅក្នុង iPhone ក៏ដោយនៅក្នុង Android ក៏ដោយដាក់បានតែ4 account ទេឧទាហរណ៍អ្នកនរគ្នាត្រូវការ6ឬក៏7ឬក៏8 account របស់ Telegram បើអ្នកនរគ្នាប្រើ Android បើអ្នកនរគ្នាប្រើ Samsung អ្នកនរគ្នាអាចបើកមុខងារ dual app នឹងបាន right អញ្ចឹងអាចថាដាក់4នៅក្នុង Instagram ទី1ដាក់2ក្នុង Instagram ទី2អញ្ចឹងទៅចំណុចមួយចុងក្រោយចំណុចទី5នេះអាចនិយាយបានថាខ្ញុំអាចរៀងលេងខូនតិចដែរពាក់ព័ន្ធជាមួយនឹងចំណុចកន្លែងហ្នឹងដោយសារតែចំណុចទី5របស់ខ្ញុំនឹងនិយាយគឺពាក់ព័ន្ធជាមួយនឹង display ហើយនឹង design របស់ Samsung S25 Ultra ហ្នឹងចំពោះខ្ញុំខ្លួនឯងគឺខ្ញុំពេញចិត្តជាមួយនឹង design ហើយនឹង display design របស់ S25 Ultra អ្នកផ្សេងគេថាមើលទៅដូចទូទឹកកកតែសម្រាប់ខ្ញុំខ្ញុំចូលចិត្តវាហើយចំពោះ display ចំពោះអេក្រង់របស់ Samsung S25 Ultra គឺវាមាន coding ពាក់ព័ន្ធជាមួយនឹង anti reflective coding គឺបានន័យថាអ្នកនរគ្នាដើរក្រោមពន្លឺថ្ងៃគឺវាអត់ចាំងទេហើយមិនមែនខ្ញុំនិយាយថាខ្ញុំលេង code ហ្នឹងដោយសារតែនៅពេលខ្ញុំប្រើ S25 Ultra គឺខ្ញុំអត់បានទទួលបាននៅមុខងារហ្នឹងទេដោយសារតែខ្ញុំបិទ screen កញ្ចក់ចឹងទៅវានៅតែចំណាំងផ្លាតដដែលបើមិនអ្នកនរគ្នាចង់បានមុខងារហ្នឹងតើអ្នកនរគ្នាប្រើទូរស័ព្ទហ្នឹងដល់អត់ចាំបាច់បិទ screen កញ្ចក់ឬក៏អ្នកនរគ្នាត្រូវទៅទិញរបៀបថារបៀប gel របស់ Samsung ហ្នឹងហ្មងអាហ្នឹងបានវាកាត់បន្ថយចំណាំងផ្លាតហ្នឹងបានអរនេះកុំភ្លេចចុច follow នៅផងវីដេអូក្រោយយើងនឹងនិយាយពាក់ព័ន្ធជាមួយនឹងចំណុច5យ៉ាងដែលយើងទទួលបានពី iPhone 17 Pro Max បើព្រៀបជាមួយនឹង M25 Ultra មួយទៀតអ្នកនរចំពោះវីដេអូនេះដែរគឺខ្ញុំយកមកចែករំលែកពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយនឹងកម្មវិធីឬមួយក៏មុខងារដែលខ្ញុំគិតថាខ្លួនឯងត្រូវការហើយគិតថាវាសំខាន់បើមិនជាវាអត់សំខាន់ចំពោះអ្នកនរគ្នាទេបើអ្នកនរគិតថាវាអត់ប្រយោជន៍ចំពោះអ្នកនរគ្នាទេអាចអូសម្លងវីដេអូហ្នឹងទៅរ៉ៃឬក៏អាចបញ្ចេញមតិក៏បានដែរ comment ក៏បានដែរប៉ុន្តែ comment នៅក្នុងរូបភាពមួយដែលមានសុជីវធម៌មានសេចក្តីថ្លៃថ្នូរបើមិនជា comment ប្រៃសូមលុបចោលហើយបើអ្នកនរនៅឈឺចិត្តស្អិតទ្រូងចុកចាប់នៅថាទ្រាំមិនបានទេមុខងារទាំងអស់ហ្នឹងគឺអត់ចាំបាច់ចំពោះអ្នកនរគ្នាទេនេះទៅបង្កើតវីដេអូមួយនិយាយខ្លួនឯងទៅអានេះវីដេអូខ្ញុំនិយាយរឿងចាំបាច់រឿងសំខាន់សម្រាប់ខ្ញុំអូខេណែ follow អ្នកផងបាយបាយ